បាទគោរពបាទនឹងជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះប៉ុលបាទណាធ្លាប់តែឃើញខ្ញុំវីដេអូសែតនៅក្នុងបណ្ដាញ Facebook ឬ TikTok បាទណាខ្ញុំមកចែកអំណោយហ្នឹងក៏មិនមែនជារបស់ខ្ញុំដែររបស់ម្ដាយរបស់ខ្ញុំដែលខ្ញុំស្គាល់គាត់ហ្នឹង10ឆ្នាំជាងនៅសហរដ្ឋអាមេរិកបាទហើយអំណោយហ្នឹងរបស់កូនស្រីគាត់អញ្ចឹងបាទឈ្មោះអនុសាទី2អាយុ18ឆ្នាំជនជាតិខ្មែរកូនកាត់អាមេរិកកាំងតារា model អញ្ចឹងបាទហើយគាត់ឧបត្ថម្ភខ្ញុំហ្នឹងចំនួន$100ដើម្បីទិញសម្ភារៈនេះមានតង់ចំនួន3បាទ4x6និងខ្សែម្ដុំបាទហើយនឹងសាច់ក្រក5គីឡូនិងឆៃតាវផ្អែមនេះជាពៅផ្អែមនេះ5គីឡូបាទដើម្បីឲ្យខ្ញុំហ្នឹងទិញរៀបចំដើម្បីជូនទៅបងខាងកងទ័ពហ្នឹងនៅខាងទីតាំងភូមិពងទឹកស្រុកបន្ទាយអំពិលខេត្តបន្ទាយមានជ័យចូលជើងទិសខាងប្រាសាទតាមាន់និងជុំកគីបាទហើយឈ្មោះដែលទទួលហ្នឹងឈ្មោះបងសវុតបាទបងសវុត Facebook នេះដែលខ្ញុំដាក់នៅខាងលើហ្នឹងបាទដែលគាត់រកជំនួយហ្នឹងទៅក៏ម៉ាក់ខ្ញុំហ្នឹងតំណែងឲ្យខ្ញុំហ្នឹងទៅបាទព្រោះអីគាត់ធ្លាប់គេសុំគាត់ឬគាត់ឃើញគេផុសអញ្ចឹងទៅគេដូចបោកគាត់អញ្ចឹងទៅពេលទៅគាត់ភ្លេចនឹកឃើញថាមានខ្ញុំហ្នឹងនៅខាងខ្មែរនេះគាត់ទុកចិត្តខ្ញុំទៅក៏គាត់ឲ្យខ្ញុំហ្នឹងទិញដើម្បីជូនរៀបចំអីកងតបបងប្អូននៅខាងភាសឹកនេះនៅខាងផ្សារតាមាន់និយាយរៀងដាក់រដប់តិចបងប្អូនព្រោះអីដំបងនិយាយខាងអញ្ចឹងបងប្អូនណាអធិស្ឋានផងបាទហើយសូមនិយាយថាវីដេអូហ្នឹងខ្ញុំថតនៅថ្ងៃទី9ថ្ងៃទី10នេះត្រូវថ្ងៃទី10តែលុយហ្នឹងគាត់បាញ់នៅថ្ងៃទី9ខ្ញុំទៅតែងរៀបចំទៅក៏ខ្ញុំថតវីដេអូនេះជូននៅថ្ងៃទី10ហ្នឹងទៅបាទហើយលុយហ្នឹងចំនួន$100ទិញចំនួនសរុបអស់$96បាទសាច់ក្រក3គីឡូហ្នឹងវា5គីឡូតម្លៃ20000ឆេទៅផ្អែមហ្នឹងអស់40000អញ្ចឹងណាហើយតង់អស់3ហើយនឹងខ្សែនឹងមួយហ្នឹងទាំងអស់វាអស់3777000ទាំងសេវាទៀតវាអស់389,000ជារួមទៅលុយហ្នឹងវាសល់3រៀលទៅ4រៀលអញ្ចឹងណាបាទហើយក៏អរគុណដល់ម្ដាយរបស់ខ្ញុំជាម៉ែធនហ្នឹងឲ្យគាត់អាយុវែងគាត់រស់ស៊ីមានបានជួបតែមនុស្សល្អហើយឲ្យកូនគាត់ហ្នឹងជោគជ័យភារកិច្ចទាំងអស់បាទហើយក៏នេះហើយអីវ៉ាន់ហ្នឹងតិចទៀតហ្នឹងថតហើយហ្នឹងគឺខ្ញុំរៀបចំឲ្យជូនឲ្យគាត់ហើយបើសិនជាខ្ញុំនិយាយទៅខុសឆ្គងឬពាក្យកាយវិការណាមិនសមរម្យអភ័យទោសខ្ញុំផងហើយបងវត្តដែរបងបើបងបានថតវីដេអូនេះហើយបើបងទទួលអីវ៉ាន់នេះហើយបើបងឃើញហើយបងឯងចាំថតជាវីដេអូផ្ញើខ្ញុំវិញផងបាទហើយក៏អរគុណច្រើននឹងការគោរពនឹងការស្រឡាញ់នឹងការចូលចិត្តទាំងអស់គ្នាដែរបាទហើយខ្ញុំភ្លេចប្រាប់បងប្អូនថាបើចង់ជួយអំណោយឬចង់ជួយអីអាចមកសួរខ្ញុំបានព្រោះខ្ញុំនៅខ្វះខាតអ្នកដែលគាត់ខ្វះខាតហ្នឹងនៅច្រើនណាស់ចឹងបងប្អូនណាដែលគាត់ចង់ចូល1រៀល2រៀលអីអាចចូលខ្ញុំបានខ្ញុំអត់មានត្រូវមកកាក់មួយសេន2សេនអីទេតែគាត់ថាឥឡូវហ្នឹងខ្ញុំផ្ញើតាមរយៈបុណ្យធម្មស្អែកហ្នឹងណាបងប្អូនណាព្រោះខ្ញុំពេលដែលខ្ញុំមានសមត្ថភាពបានខ្ញុំធ្វើជាដូចគេដែរតែគាត់ថាឥឡូវយើងតាមតិចទួយទៅកុំលោភពីតូចទៅធំវិញអញ្ចឹងបងប្អូនណាអរគុណនឹងការឆ្លៃនឹងការចូលចិត្តទាំងអស់គ្នាបាទកុំភ្លេច like share វីដេអូមួយផងបាទអរគុណបាទបាយបាយអរគុណ